បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងអ្នកក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះដែរចង់នាំអារម្មណ៍បងប្អូនមកទស្សនានៅសត្វខ្លាដំបងបាទគឺខ្លាធំដោយបងប្អូនមកឃើញស្ដាប់ហើយបាទនេះគឺជាខ្លាដំបងហើយវាធំបាទធំនៅក្រៅគឺប៉ុណ្ណានៃនេះខ្ញុំថតអញ្ចឹងឃើញប៉ុណ្ណឹងហើយមកវាកាចមកវាគឺសត្វខ្លានេះគឺវាកាចហើយដូចខ្ញុំបង្ហោះកាលពីវីដេអូមុនអញ្ចឹងគេថាមានខ្លា2បាទមួយខ្លាសមួយខ្លាធំនេះតែដល់ពិតមានដល់3បាទនៅខាងក្រោយត្រង់ខាងនោះមួយទៀតបាទហើយអាពណ៌សនោះវានៅដេកខាងនោះហើយខ្លាមួយនេះវានៅខាងនេះដើរខាងនេះវាដើរទៅវិញទៅមករបៀបថាដូចដើរហោចំណីអញ្ចឹងបាទហើយមើលមុខវាគឺកាចហើយចកោមវែងបាទមើលមុខក៏បើពិតជាគួរឲ្យខ្លាចមែនបាទនេះបើយើងឃើញនៅក្នុងព្រៃអីមួយស្មើអីនឹងខ្សែគាត់អត់ទាន់វាទេបាទអត់ទាន់វាទេពូខ្លានេះធំហើយវាភាពហារហួននេះគឺខ្លាំងបាទវាហារហួនតាំងពីកញ្ញាំខ្លាកញ្ញាំអីបាទហើយនេះបាទពណ៌សវានៅក្នុងធុងមួយដើមអីហ្នឹងបាទហើយខ្លាសនេះដូចជាមកនៅក្រោយខ្លាពណ៌ក្រហមនោះមុនទេមើលនេះទេដោយសារអសនេះវាដោយសារឃើញនោះវានៅក្នុងធុងនេះឯងអញ្ចឹងក៏ដាក់ពណ៌សមួយតែខ្ញុំឆ្ងល់មួយយ៉ាងថាហេតុអីក៏វាអត់មានការឆ្លុះគ្នាខំគ្នាគឺវានៅឡើយលក្ខណៈសន្តិភាពហ្នឹងព្រោះយើងដូចដឹងស្រាប់ហើយថាពាក្យចាស់ពោលថាទៅនំមួយមិនអាចមានខ្លាពីរតែបើមានខ្លាពីរទៅមានខ្លាញីឲ្យឈ្មោលតែនេះនឹងខ្លានេះនឹងវាញីឈ្មោលខ្ញុំអត់សូវដឹងដែរក៏បានសួរដែរតែគាត់ថាវានៅត្រង់មួយគ្នាហើយវាអត់ដូចវាអត់ខ្លាចអត់ខំគ្នាអត់អីវានៅយ៉ាងមានសេចក្តីសុខបាទអញ្ចឹងបងប្អូនអាចទៅទស្សនាបាននៅភ្នំតាម៉ៅយើងគឺវានឹកគិតយើងទេនៅក្នុងធុងហ្នឹងហើយយើងអាចមើលចិត្តវាបានតែគេហាមបាទលោកដៃលោកអីគេអញ្ចឹងលបងវាបាត់ពីចិត្តពីតង់បាទវាបាត់ពីតង់អញ្ចឹងយើងមិនអាចទៅគិតវាទៅបែកទាំងឯខ្នងវាឯទៅកើតទេដោយសារវាខំកុំឯងវែងណាទាំងស្រាប់ឲ្យខ្លាវាចូលចិត្តវាសាច់ស្រស់បាទគឺតាមខ្ញុំដឹងគឺនៅភ្នំបាននេះគេដាក់ចំណីឲ្យវាដូចជាមានសាច់គោនិងសាច់មាន់បាទហើយនឹងមាន់គឺវាតែងឲ្យដូចមួយថ្ងៃប្រហែលគីឡូទេបាទអត់សូវច្បាស់ដែរដោយវីដេអូមុនដូចខ្ញុំបានប្រាប់ដែរបាទបងប្អូនអាចទៅ search ក្នុងវីដេអូរបស់ខ្ញុំមុនតែនិយាយពីសត្វខ្លានេះបាទមើលមុខវាបាទហើយស្អាតតែពណ៌សនេះស្អាតហ្មងរោមវាឡើងលងហើយឡើងនិយាយរួមអែមហ្មងស្អាតហ្មងបាទអញ្ចឹងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះទេខ្លីៗជូនបងប្អូនទស្សនាកម្សាន្តនៅពេលជប់សម្រាកអញ្ចឹងពេលថ្ងៃសម្រាកឬក៏ពេលសម្រាកពីការងារបាទមើលទស្សនាពីសត្វព្រៃផ្សេងដល់បងប្អូនខ្លះគាត់មានពេលរវល់អត់បានតែមើលបានអីអញ្ចឹងគាត់អាចទស្សនាតាមរយៈវីដេអូនេះបាននៅក្នុង channel YouTube របស់ខ្ញុំបាទអញ្ចឹងកុំភ្លេចជួយចុច Subscribe ក៏ដូចជា share ដល់វីដេអូនេះផងបាទអរគុណច្រើនជួបគ្នានៅឱកាសក្រោយៗទៀតបាទនៅវីដេអូនៅសត្វព្រៃថ្មីទៀតបាទអរគុណច្រើនជម្រាបលាបាយបាទ